បងប្អូនតឡងពីខែបងប្អូនចង់លេចធំកយនេះគឺជាការបងប្រុសលឺផ្ទាល់ហើយខ្ញុំមកលេងជាការបងទីតាំងរបស់យើងបងជួយបញ្ជាក់ទាំងខាងណានៅខាងស្រុកអង្គុយជុំខេត្តសៀមរាបបាទបងប្អូននេះគឺជាការនៅខាងស្រុកអង្គរជុំខេត្តសៀមរាបហើយជាការនេះមានអាយុប៉ុន្មានថ្ងៃទេបងតឡងចូល2ខែកន្លះហើយបង2ខែកន្លះបងប្អូនតឡង2ខែកន្លះគឺលូតលាស់បានប៉ុណ្ណេះហើយបងប្អូនមកមើលគឺមិនមែនតែប៉ុណ្ណេះណាបងប្អូនគឺឡើងមកចការតែម្ដងហើយទៅតនឹងការលូតលាស់នឹងដែរគឺការចេញពីបងប្រុសលឺបានប្រើប្រាស់ជីបំពន់ត្រូវតាមវគ្គទៅតាមពេលវេលាដែលដំឡូងវាត្រូវការអញ្ចឹងសំខាន់ណាបងប្អូនចង់ឲ្យតឡងបងប្អូនលូតលាស់បានល្អស្ទុះបានលឿនគឺសំខាន់គឺការឲ្យជីបំពន់ទៅឲ្យតឡងបងប្អូនវិញបើមិនជាបងប្អូនបំពន់មិនដល់បំពន់មិនត្រូវពេលវេលាទេការលូតលាស់តឡងបងប្អូនគឺលូតលាស់អត់សូវបានល្អទេឲ្យជាស្ដែងដូចជាការបងប្រុសលឺបងជួយចែកម្លែកតិចទៅនឹងការប្រើប្រាស់ជីបំពន់ទៅលើអាយុតឡងបងប្អូនដែលធ្វើឲ្យតឡងបងប្រុសលឺលូតបានខ្ពស់បែបនេះបងបាញ់បានប៉ុន្មានដងបាន3 ដងហើយបាញ់វគ្គមួយនៅតឡងអាយុប៉ុន្មានថ្ងៃអាយុ20ថ្ងៃ20ថ្ងៃអញ្ចឹងតឡងអាយុចន្លោះពី15ថ្ងៃទៅ20ថ្ងៃហ្នឹងគឺសំខាន់ណាស់បងប្អូនគឺយើងត្រូវឲ្យអាហារបំពន់វគ្គមួយទៅឲ្យតឡងរបស់យើងបើមិនជាបងប្អូនអត់ចង់ឲ្យតឡងបងប្អូនមានការលូតលាស់ខ្សោយហើយអាចវិវត្តទៅជាក្រិនតឡងបាទហើយយើងចាប់ផ្ដើមបាញ់បំពន់ជាឈុតជំនួយទៅដល់មើមនៅតឡងអាយុប៉ុន្មានថ្ងៃបងដូចថាចាប់ពី20ថ្ងៃរួចយើងត្រូវ5-10ថ្ងៃទៀតហ្នឹងបាទត្រឹមត្រូវចាំថាបងប្រុសលឿននៅចាំតែស្អីដល់ថ្ងៃដល់5-10ថ្ងៃនេះខ្ញុំមកបាញ់ហើយតែមិនភ្លឺនេះខ្ញុំមកបាញ់ត្រឹមត្រូវបងបាទចាំថាតឡងវ័យចាប់ពី30ថ្ងៃទៅ40ថ្ងៃឬក៏មួយខែកន្លះហ្នឹងគឺជាវ័យមួយដែលតឡងគឺវាមានប្រព័ន្ធរឹសគ្រប់គ្រាន់អញ្ចឹងបងប្អូនកុំប្រឡែងដៃកុំមើលរំលងក្នុងការឲ្យជីអាហារពពុះមើមទៅឲ្យតឡងរបស់បងប្អូនដើម្បីអីដើម្បីឲ្យតឡងបងប្អូនគឺឈុតហ្នឹងវាជួយទៅបំពន់ជួយទៅភ្ញូជួយទៅបំលែងពីរឹសតឡងហ្នឹងឲ្យទៅជាមើមឥឡូវយើងនិយាយតឡងរបស់បងលឺជាស្ដែងតឡងបងលឺអាយុ2ខែជាងហើយប៉ុន្តែបងលឺខ្លួនឯងក៏អត់សឹងជឿថាតឡងអាចចេញមើមមែនទេបងបាទខ្ញុំចង់ជឿដែរដល់ការជាក់ស្ដែងទៅមានចុះមែនបាទអញ្ចឹងចាំខ្ញុំដាក់វីដេអូមើលមកបងប្អូនមើលនេះវីដេអូដែលយើងកំពុងតែកាយមើលបងប្អូន2ខែជាងគឺចេញមើមបានប៉ុណ្ណេះណាបងប្អូនហើយជាការបងប្រុសលឺផ្ទាល់យើងមិនមែនជាការនិយាយភូតខយទេមែនទេបងអត់មានភេទខតទេហ្នឹងហើយតែបទពិសោធន៍បងលឺដាំតឡងឆ្នាំទៅតឡងបងអាយុ2ខែជាងដូចគ្នាហ្នឹងការលូតលាស់ហើយនឹងការចេញមើមចេញបានប៉ុណ្ណាបទពិសោធន៍បងឆ្នាំទៅខុសគ្នាណាបងហើយដីនេះបងអាស្រ័យផលប្រហែលឆ្នាំហើយក៏ដីថ្មីថាចូល10ឆ្នាំហើយ10ឆ្នាំហើយចាំមែនថាដីនេះគឺអាស្រ័យផលតឡងគឺមួយឆ្នាំទៅមួយឆ្នាំណាបងបាទមិនមែនជាដីថ្មីទេណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់បានជីបំពន់ឬក៏ចង់សួរនាំពីបញ្ហាតឡងបងប្អូនទៅទៅនឹងការលូតលាស់ឬក៏ជួបបញ្ហាអីចង់ឲ្យខ្ញុំជួយដោះស្រាយអាចឆាតជួប page ឬក៏ call មកសួរនាំបានខ្ញុំប្រឹក្សាយោបល់អត់គិតប្រាក់ទេបងប្អូនអញ្ចឹងអរគុណច្រើនបងប្រុសលឺបាទ